ចាននៅសភាមកទៅបាយមកជួយភ្លក់គ្នាម្នាក់ម្មាត់មើលរសជាតិបែបម៉េចដំបូងយើងហៀបគ្រឿងរបស់យើងធ្វើបុកសិនមកគ្រឿងរបស់យើងហាន់វាតូចៗជាងមកហើយគ្រឿងរបស់យើងមានកូនលក្ខីម្ដេងល្មៀតហើយនិងស្លឹកក្រូចសើចមានតែប៉ុណ្្នឹងបើចង់ដាក់ម្ទេសតិចក៏បានដែរបន្ទាប់មកយើងដាក់គ្រឿងដែលយើងបានហៀបមិញហ្នឹងដាក់ចូលត្បាល់មកហើយយើងបុកវាឲ្យម៉ត់ទៅកាន់តែម៉ត់កាន់តែល្អបើសិនជាយើងមានភពយើងដាក់ភពតិចមកតែបើថាយើងអត់សូវចូលចិត្តមិនដាក់ក៏បានដែរហើយនឹងអំពិលទុំវិញហ្នឹងបើយើងអត់អំពិលទុំយើងដាក់ក្រូចឆ្មាទៅតែអំពិលទុំឆ្ងាញ់ជាងក្រូចឆ្មាបើសាច់យើងមានសាច់អីយើងដាក់សាច់ហ្នឹងដាក់សាច់ជ្រូកសាច់មាន់សាច់គោឲ្យប៉ុណ្ណឹងយើងដាក់ទៅតែបើខ្ញុំដាក់ពោះគោបន្ទាប់ពីយើងកាត់សាច់ហើយយើងមកឆាគ្រឿងរបស់យើងឆាឲ្យឈ្ងុយហើយចាំមើលតែឈ្ងុយដាក់សាច់ចូលមកដាក់សាច់ចូលហើយយើងដាក់ទឹកងាប់វាចោលមកបើបន្លែយើងដាក់ស្លវិញយើងដាក់បានច្រើនមុខមានម្ទេសផកម្ទេសចិនអីហ្នឹងយើងដាក់មកតែបើខ្ញុំដាក់តែពីរមុខទេថប់ស្រួយខ្ញុំតគួនបើតគួនយើងរៀងដំវាឲ្យម៉ត់តិចមកកុំម៉ត់ពេកមកល្មម3តគួនបានតែបើថាអត់ចង់ដំក៏បានដែរដាក់ទាំងមូលមើលតែទឹកស្លយើងពុះយើងដួសពុះនឹងចេញមកហើយយើងបងគ្រឿងមកប៊ីចេងស្កររ៉ូឌីទឹកថៃអីតមកយើងដាក់ថប់ស្រួយចូលមុនមកហើយនឹងបងទឹកអំពិលទុំមកហើយនេះស្លឹកកទ្រុបបើយើងមានយើងដាក់បើយើងអត់មានយើងមិនដាក់ក៏បានយើងពោលទៅយើងដាក់តគួនចូលមកដាក់តគួនចូលហើយស្លយើងឆ្អិនហើយដូចចាននៅសភាមកទៅបាយមកជួយភ្លក់គ្នាម្នាក់ម្មាត់មើលរសជាតិបែបម៉េចប៉ុណ្ណឹងល្មមហូបហើយចប់ហើយបាយ